Almond គឺជាសៀវភៅមួយដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាយុនជេដែលគាត់កើតមកជាមួយនឹងបញ្ហាជំងឺពាក់ព័ន្ធនឹងការលូតលាស់ខួរក្បាលរបស់គាត់តាំងពីកំណើតដែលគេហៅថា Alexithymia ដែលបញ្ហាជំងឺមួយនេះធ្វើឲ្យគាត់មិនអាចបង្ហាញអំពីអារម្មណ៍ហើយនិង emotional development របស់គាត់ម្ដាយរបស់យុនជេហើយនិងជីដូនរបស់គាត់តែងតែបង្រៀនគាត់ឲ្យចេះបង្ហាញអំពីអារម្មណ៍ទាំងអស់ហ្នឹងនៅរដូវរងាធ្លាក់ព្រិលក្នុងថ្ងៃដែលជាថ្ងៃកំណើតរបស់គាត់គម្រប់ 5-10 ឆ្នាំម្ដាយរបស់យុនជេហើយនិងជីដូនរបស់គាត់បាននាំគាត់ទៅភោជនីយដ្ឋានមួយដើម្បីធ្វើ birthday party ឲ្យគាត់តែចៃដន្យមានសោកនាដកម្មមួយកើតឡើងចំពោះពួកគាត់ទាំង3នាក់នៅក្នុងថ្ងៃហ្នឹងចាប់ពីពេលហ្នឹងមកយុនជេត្រូវបានគេ bully ហើយធ្វើបាបជាខ្លាំងនៅក្នុងថ្នាក់រៀនគាត់ជាក្មេងម្នាក់ដែលមានបញ្ហាជំងឺហ្នឹងមែនប៉ុន្តែគាត់ជាក្មេងប្រុសម្នាក់ដែលមានចិត្តមេត្តាអធ្យាស្រ័យហើយគាត់ព្យាយាមព្យាបាលនិងរៀនយល់អំពីអារម្មណ៍របស់ខ្លួនឯងនិងមនុស្សជុំវិញខ្លួនទោះបីជាដឹងថាខ្លួនឯងមានបញ្ហាជំងឺហ្នឹងក៏ដោយគាត់ខិតខំមានទំនាក់ទំនងព្យាយាមយល់អំពីអារម្មណ៍មនុស្សដែលអត់មានបញ្ហាជំងឺហ្នឹងទោះបីជាគាត់រស់នៅម្នាក់ឯង isolate ហើយអាភាពឯកាហ្នឹងអត់មានមនុស្សនៅជុំវិញខ្លួនគាត់ខ្ញុំគិតថា character របស់គាត់ដូចមនុស្សធំអញ្ចឹងការនិយាយស្ដីបង្កប់នៅការយល់ដឹងហើយពេលខ្លះវាមានអត្ថន័យទៀតដំណើរសាច់រឿង surprise បន្តិចនៅពេលដែលយុនជេគាត់បានជួបនឹង unexpected friendship មួយជាមួយនឹងមនុស្សម្នាក់ដែលគេគ្រប់គ្នាហៅថា monster ដោយសារតែអត្តចរិតរបស់មនុស្សម្នាក់ហ្នឹងហើយគាត់ក៏បានស្គាល់មនុស្សផ្សេងទៀតនៅក្នុងដំណើរជីវិតរបស់គាត់ខ្ញុំស្រឡាញ់ឃ្លាមួយដែលអ្នកនិពន្ធគាត់បាននិយាយថា love is make what a person human នៅពេលដែលខ្ញុំអានឃ្លាមួយហ្នឹងគឺខ្ញុំនឹកឃើញដល់ main character យើងហ្មងគឺយុនជេគឺដោយសារតែឃ្លាមួយហ្នឹងគឺស័ក្តិសមនឹងគាត់ខ្លាំងមែនតើសាច់រឿងនៅក្នុងសៀវភៅនេះគឺវាល្អអានខ្លាំងសម្រាប់ខ្ញុំវា emotional ហើយ hard feel ហើយខ្ញុំពិតជា recommend ឲ្យអ្នកទាំងអស់គ្នាយកសៀវភៅមួយនេះមកអាន